ខ្ញុំប្រកាសណាសូមនមស្ការចំពោះសម្ដេចអគ្គមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមក្រាបថ្វាយបង្គំចំពោះព្រះកូនឯជាម្ចាស់គ្រប់សម្ដេចអាយដាមលោកជំទាវលោកស្រីលោកយាយលោកតាបងប្អូនជួនរួមជាតិទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំសូមចែករំលែកពីចំណេះដឹងមួយចំនួនទៀតដែលតាក់ទងនៅក្នុងវិស័យច្បាប់ខ្ញុំនឹងលើកយកមកនិយាយខ្ញុំលើកតែជ្រុងមួយនៃវិស័យច្បាប់តែប៉ុណ្ណោះគឺក្រមរដ្ឋប្បវេណីមិនមែនជាច្បាប់នីតិវិធីទេពុកម៉ែបងប្អូនណាខ្ញុំនិយាយតែពីច្បាប់សារធាតុទេគឺបដោតតែលើក្រមរដ្ឋប្បវេណីក៏ដូចជាការចែករំលែកទុកជាមេរៀនសម្រាប់បងប្អូនដែលជាអ្នកសិក្សានៅក្នុងវិស័យច្បាប់ទាំងអស់ធ្វើជាកតិនៅក្នុងការពិចារណាសម្រាប់បំពេញបន្ថែមលើការសិក្សារបស់ខ្លួនតែប៉ុណ្ណោះចឹងទេពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ក្រមរដ្ឋប្បវេណីរបស់យើងមាន1305មាត្រាដែលមានបែងចែកជាកន្ធីទៅវាមាន9កន្ធីប៉ុន្តែខ្ញុំនឹងនិយាយទៅតាមកន្ធីនីមួយចំណុចដំបូងខ្ញុំនឹងលើកទៅតាមមាត្រានិយាយពីគោលការណ៍ទូទៅនៃក្រមរដ្ឋប្បវេណីទាំងអស់ខ្ញុំចែករំលែកជាមួយជំហានទៅមួយជំហានពីកន្ធីមួយទៅកន្ធីមួយពីមាត្រាមួយទៅមាត្រាមួយហើយវីដេអូរបស់ខ្ញុំបដោតមួយថ្ងៃឬក៏មួយវីដេអូរបស់ខ្ញុំនិយាយតែមួយមាត្រាតែប៉ុណ្ណោះវីដេអូខ្លះក៏រាងវែងវីដេអូខ្លះក៏រាងខ្លីអាស្រ័យទៅលើការចែករំលែកអាស្រ័យទៅលើការបញ្យល់អាស្រ័យទៅលើបច្ចេកទេសនៃទស្សនវិជ្ជាច្បាប់មួយចំនួនមាត្រាខ្លះទៅយើងត្រូវនិយាយវែងតិចដើម្បីឲ្យបងប្អូនយល់ដើម្បីឲ្យបងប្អូនដែលជានិស្សិតសិក្សាវិស័យច្បាប់ឬក៏នីតិសាស្ត្រនឹងឲ្យបានយល់អំពីស្មារតីក៏ដូចជាមាត្រានៅក្នុងក្រមរដ្ឋប្បវេណីព្រោះអីក្រមរដ្ឋប្បវេណីទៅសេមកពុកម៉ែបងប្អូនតែមិនលំបាកអីប្រហែលទេបើសិនជាបងប្អូនដែលជាអ្នកសិក្សាក្នុងវិស័យច្បាប់បានអានលម្អិតបានសិក្សាអំពីពាក្យកន្លឹះឲ្យបានស៊ីជម្រៅនៅក្នុងច្បាប់ហ្នឹងមិនលំបាកអីប៉ុន្មានប៉ុន្តែបើយើងមើលទៅនៅក្នុងទស្សនវិជ្ជានេះភាគច្រើនលោកអ្នកសរសេរនៅក្នុងក្រមនេះភាគច្រើនជាពាក្យដែលចេញទៅពីភាសាបាលីនិងភាសាសំស្ក្រឹតចឹងទេបងប្អូនដែលមិនបានសិក្សាភាសាបាលីភាសាសំស្ក្រឹតពាក្យខ្លះបងប្អូនពិបាកនឹងយល់ទោះតែបងប្អូនមើលការបញ្យល់នៅខាងក្រោយចឹងបងប្អូនណាបងប្អូនមើលបញ្យល់ខាងក្រោយហើយមើលយ៉ាងលម្អិតបន្តិចទៅព្រោះអីពាក្យវាជាប់ភាសាបាលីច្រើនចឹងទេក្រមរដ្ឋប្បវេណីបើយើងនិយាយពីកន្ធីទី1កន្ធីទី1វាមានតែ5មាត្រាទេចឹងខ្ញុំនិយាយតាមលំហនៃមាត្រាពីមាត្រា1ចឹងថ្ងៃនេះខ្ញុំនិយាយតែមួយមាត្រាគឺមាត្រា1ទេនៅក្នុងក្រមរដ្ឋប្បវេណីរបស់យើងកន្ធីទី1និយាយពីបទបញ្ញត្តិទូទៅហើយនិយាយពីបទបញ្ញត្តិទូទៅចឹងទេបទបញ្ញត្តិទូទៅរបស់ក្រមរដ្ឋប្បវេណីតើគ្របដណ្ដប់លើអ្វីក្រមរដ្ឋប្បវេណីចឹងពួកម៉ែបងប្អូនភាគច្រើនបងប្អូនភាគច្រើនដែលមើលសិក្សានៅក្នុងវិស័យច្បាប់បងប្អូនមើលពីកន្ធីទី1ភាគច្រើនច្បាប់នឹងសរសេរថាតើគ្របដណ្ដប់លើអីគ្របដណ្ដប់លើអីព្រោះជាគោលការណ៍ទូទៅចឹងរដ្ឋប្បវេណីនៅក្នុងមាត្រា1បានចែងថានៅក្នុងមាត្រា1នេះបានចែងថាច្បាប់ទូទៅនៃនីតិឯកជនក្រមនេះបញ្ញត្តិអំពីគោលការណ៍ទូទៅដែលតាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តរដ្ឋប្បវេណីខណ្ឌបទបញ្ញត្តិក្រមរដ្ឋប្បវេណីនេះត្រូវយកទៅអនុវត្តចំពោះទំនាក់ទំនងទ្រព្យសម្បត្តិនិងទំនាក់ទំនងញាតិលើកលែងតែមានបទបញ្ញត្តិផ្សេងនៅក្នុងច្បាប់ពិសេសចឹងទេពុកម៉ែបងប្អូនសង្កេតមើលឲ្យស៊ីជម្រៅថានៅក្នុងមាត្រា1និយាយចំណុចសំខាន់មានចំនួន2ចំនួនទី1គឺនិយាយអំពីការទំនាក់ទំនងទ្រព្យសម្បត្តិចឹងទេនៅក្នុងក្រមរដ្ឋប្បវេណីទោះបីជាបងប្អូនបើកមើលពីមាត្រា1រហូតដល់មាត្រា1305ក៏ដោយនៅតែនិយាយអំពីទំនាក់ទំនងញាតិនិងទំនាក់ទំនង
ទ្រព្យសម្បត្តិនិយាយតែពីទ្រព្យសម្បត្តិនឹងតំណងញាតិអញ្ចឹងនៅក្នុងគោលការណ៍នៃមេត្រាក្រមរដ្ឋវិន័យគោលការណ៍មេត្រា1គឺនិយាយពីតំណងញាតិហើយនឹងទ្រព្យសម្បត្តិតើញាតិមានប្រមាណថ្នាក់ញាតិនឹងអាចទទួលបានអីខ្លះព្រោះអីជាច្បាប់ឯកជនយើងហៅថាជាច្បាប់ស៊ីវិលគឺជាច្បាប់ឯកជនគឺមានតំណងញាតិតំណងអាពាហ៍ពិពាហ៍តំណងទ្រព្យសម្បត្តិតំណងនៅក្នុងវិស័យនៅក្នុងក្រមគ្រួសារនិយាយខ្លីសុខស្នៅក្នុងក្រមគ្រួសារនៅក្នុងវិស័យឯកជនរវាងបុគ្គលនិងបុគ្គលក្រុមហ៊ុននិងក្រុមហ៊ុនប៉ុន្តែបើយើងនិយាយទៅដល់ក្រុមហ៊ុនមានច្បាប់ផ្សេងទៀតដែលជាច្បាប់ពិសេសនៅក្នុងច្បាប់បានចែងឲ្យថាលើកលែងតែមានច្បាប់ពិសេសបើមានច្បាប់ពិសេសយើងនឹងអនុវត្តទៅតាមច្បាប់ពិសេសនេះក្រមរដ្ឋវិន័យក្នុងមាត្រា1បងប្អូនណាឬបងប្អូនដែលជាសិក្សានៅក្នុងវិស័យច្បាប់ហ្នឹងចឹងមានតែ2ចំណុចសំខាន់នៅក្នុងមាត្រាហ្នឹងគឺនិយាយពីតំណែងរងកតិយុត្តតំណែងតំណងកតិយុត្តហ្នឹងគឺផ្ដោតទៅលើតំណែងតំណងញាតិហើយនឹងទ្រព្យសម្បត្តិចុះមានអីខ្លះតំណែងញាតិហ្នឹងនៅក្នុងចម្ពោះខាងក្រោយឬកន្ធីខាងក្រោយនឹងនិយាយអំពីតំណែងញាតិយើងមានតារាងញាតិមានអីនោះឲ្យទ្រព្យសម្បត្តិញាតិណាដែលទទួលបានអីញាតិណាទទួលបានអីចឹងនឹងមាននៅក្នុងមាត្រាខាងក្រោយទៀតចឹងបងប្អូនដែលជាអ្នកសិក្សាក្នុងវិស័យច្បាប់បងប្អូនចាំមើលវីដេអូបន្តទៀតចុះខ្ញុំនឹងធ្វើវីដេអូបណ្ដើមួយបើខ្ញុំមានពេលខ្ញុំនឹងចែករំលែកវីដេអូផ្សេងទៀតចែកជូនបងប្អូនជនរួមជាតិទាំងអស់ចឹងទេប៉ុណ្ណេះថ្ងៃនេះសូមចប់ត្រឹមប៉ុណ្ណេះចុះចឹងសូមអរគុណសូមថ្វាយបង្គំលានិងគ្រប់លា Daily Poster ខ្ញុំបាទមានទទួលធ្វើស្លាកយីហោគ្រប់ប្រភេទមានស្លាកយីហោប្រភេទមានភ្លើងឬអត់ភ្លើងអក្សរកាតអាគ្រីលិកជាប្រភេទមានភ្លើងក្តីអត់ភ្លើងក្តី signboard ប្រភេទកស៊ូ banner ឬក៏ sticker បាត់លើ spot មាន J flat មានជើងបញ្ឈរមុខហាងមានភ្លើងក្តីឬអត់ភ្លើងក្តីនិងស្លាកយីហោផ្សេងតូចធំគ្រប់ប្រភេទបើបងប្អូនមានតម្រូវការធ្វើស្លាកយីហោសូមទំនាក់ទំនងកាន់ Daily Poster ខ្ញុំបាទសូមអរគុណ